លុយបានច្រើនមែនតែដាច់ខែដឹងតែអស់បើបងប្អូនកំពុងជួបបញ្ហានេះមកសាកល្បងរូបមន្តសន្សំលុយដល់ល្បីមួយនេះទាំងអស់គ្នាតើបងប្អូនធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាយើងខំប្រឹងធ្វើការរលុយទាំងយប់ទាំងថ្ងៃពេលខ្លះរកចំណូលបានក៏ច្រើនដែរតែឲ្យទៅដល់ដាច់ខែដឹងតែសល់កាបូបទៅទេឬក៏សល់លុយតិចតួចបំផុតបញ្ហាមិនមែនមកពីយើងរលុយបានតិចនោះទេតែវាអាចមកពីយើងមិនទាន់មានប្រព័ន្ធចាត់ចែងលុយកាក់មួយច្បាស់លាស់មនុស្សភាគច្រើនពេលបានលុយមកគឺចាយវាតាមអារម្មណ៍ចាយសិនទៅចាំសល់ចាំសំក្រោយតែចុងក្រោយអត់ដែលឃើញមានលុយសល់ឡើយថ្ងៃនេះខ្ញុំនឹងបញ្យល់ពីគំនិតហិរញ្ញវត្ថុដ៏ល្បីមួយដែលមនុស្សភាគច្រើនតែងប្រើហើយវិធីនេះអាចជួយឲ្យបងប្អូនអាចបែងចែកលុយបានត្រឹមត្រូវហើយមានលុយសន្សំជារៀងរាល់ខែប្រព័ន្ធនោះគឺជាការបែងចែកចំណូលជាភាគរយដែលយើងអាចយកមកអនុវត្តបានឧបមាថាយើងទទួលបានចំណូល 100% យើងគួរតែបែងចែកវាជាផ្នែកធំផ្នែកទី1គឺ 50% ទៅលើតម្រូវការចាំបាច់ហ្នឹងគឺដូចជាលុយសម្រាប់ចំណាយដែលខ្វះមិនបានដូចជាថ្លៃម្ហូបអាហារប្រចាំថ្ងៃថ្លៃទឹកភ្លើងថ្លៃជួលផ្ទះថ្លៃធ្វើដំណើរផ្សេងអញ្ចឹងផ្នែកហ្នឹងគឺយើងត្រូវគ្រប់គ្រងធ្វើម៉េចកុំឲ្យលើសពីពាក់កណ្ដាលនៃចំណូលរបស់យើងផ្នែកទី2គឺការអភិវឌ្ឍនិងការកំសាន្តផ្នែកទី2គឺ 30% គឺសម្រាប់ទៅលើការអភិវឌ្ឍនិងការកំសាន្តអញ្ចឹងជីវិតយើងមិនអាចថាធ្វើការបានរលុយទុកបានតែប៉ុណ្ណោះទេយើងក៏ត្រូវការលុយខ្លះសម្រាប់ទិញសម្លៀកបំពាក់របស់របរប្រើប្រាស់ផ្ទាល់ខ្លួនទៅផឹកកាហ្វេឬក៏ដើរលេងចុងសប្តាហ៍កាត់ stress ខ្លះអញ្ចឹងយើងអាចដក 30% សម្រាប់ប្រើប្រាស់ហើយផ្នែកចុងក្រោយគឺយើងគួរមាន 20% គឺសម្រាប់ទៅលើការសន្សំឬការវិនិយោគលុយហ្នឹងគឺសំខាន់បំផុតសម្រាប់អនាគតរបស់យើងអញ្ចឹងយើងអត់អាចខ្វះ 20% នេះបានទេធ្វើម៉េចគឺត្រូវតែមានដាច់ខាតដើម្បីអនាគតរបស់យើងកំហុសឆ្គងដ៏ធំភាគច្រើនគឺមនុស្សយើងគឺរងចាំតែចាយសល់សិនទើបយកមកសន្សំតែច្បាប់ហិរញ្ញវត្ថុដែលត្រឹមត្រូវគឺគេអត់ធ្វើអញ្ចឹងទេគឺគេយកលុយចំណូលដែលយើងរកបានហ្នឹងមកដកលុយយកទៅសន្សំសិនទើបស្មើនឹងចំណាយដែលយើងអាចចាយរៀងរាល់ខែមានន័យថាឲ្យតែលុយខែរត់ចូលគណនីភ្លាមត្រូវកាត់ 20% ឬក៏ 30% ផ្ទេរទៅគណនីសន្សំមួយផ្សេងទៀតភ្លាមហើយគណនីហ្នឹងយើងមិនងាយដកមកប្រើទេលុយចំណែកហ្នឹងគឺនឹងខ្លាចជាលុយបំរុងសម្រាប់នៅពេលដែលយើងមានអាសន្នអន់ក្រណាមួយឬក៏សម្រាប់យកទៅបង្កើតអាជីវកម្មបន្តទៀតនិងយកទៅវិនិយោគឲ្យកើតកូនកើតចៅនៅថ្ងៃក្រោយទៀតការសន្សំលុយមិនមែនធ្វើឲ្យយើងរស់នៅទាំងលំបាកវេទនានោះទេតែវាជាការផ្ដល់សេរីភាពហិរញ្ញវត្ថុឲ្យយើងទាំងថ្ងៃនេះនិងថ្ងៃអនាគតប្រសិនបើបងប្អូនចាប់ផ្ដើមអនុវត្តការបែងចែកភាគរយបែបនេះចាប់ពីខែនេះទៅខ្ញុំជឿជាក់ថាបងប្អូននឹងលែងមានអារម្មណ៍ stress ឬដាច់ខែដាច់លុយទៀតហើយថែមទាំងមានលុយមួយដុំសម្រាប់នៅពេលដែលយើងមានធុរៈទៀតផងព្រោះអីយើងអាចមើលឃើញទេថាអនាគតរបស់យើងអាចនៅរកចំណូលបានថេរប៉ុណ្ណេះរហូតឬក៏អត់ចឹងបងប្អូនសាកល្បងប្រើវិធីនេះទាំងអស់គ្នាសាកមើលហើយបើបងប្អូនយល់ថាវីដេអូនេះមានប្រយោជន៍កុំភ្លេចចុច like ចុច share និងចុច subscribe channel របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបានគន្លឹះគ្រប់គ្រងលុយកាក់ល្អៗសូមអរគុណជម្រាបលា